ត្រីក្រាញ់2000ក្បាលថៅកែរបស់ខ្ញុំគិតក៏បានដឹកមកដល់ផ្ទះរបស់គាត់រៀបរយគឺទៅទិញគឺឆ្ងាយមែនទែនបងប្អូនគឺទៅទិញឡើង200គីឡូដីថៅកែខ្ញុំគិតជិះឡានទៅជាមួយខ្ញុំហើយត្រីក្រាញ់នេះគាត់យកមកលេងមិនលេងចាំទុកយកលក់ទេបងប្អូនគាត់លេងឲ្យវាមានរបៀបធម្មជាតិឲ្យវានៅក្នុងស្រះព្រោះស្រះក្មួយរបស់គាត់ធំដែរគាត់ក៏បានទិញត្រីក្រាញ់មក2000ក្បាលព្រោះថៅកែរបស់ខ្ញុំគាត់ធ្លាប់ហូបត្រីក្រាញ់ដែលគេលក់តាមផ្សារឆ្ងាញ់ព្រោះថៅកែរបស់ខ្ញុំគាត់ដែរហូបត្រីទឹកសាបទេបងប្អូនគាត់ហូបត្រីសមុទ្រត្រីទឹកប្រៃបងប្អូនដល់ពេលគាត់ហូបត្រីក្រាញ់ដែលខ្ញុំម៉ូទៅគឺខ្ញុំទៅទិញត្រីក្រាញ់យកមកហូបនៅផ្ទះខ្ញុំទៅទិញនៅផ្សារត្រីក្រាញ់គេអាំងប្លាក់អំបិលយើងបងប្អូនដល់ពេលនេះខ្ញុំអោយថៅកែរបស់ខ្ញុំគាត់ភ្លក់សមើត្រីក្រាញ់គេលក់មួយ6000រៀលតើខ្ញុំឲ្យគាត់ហូបទៅគាត់ថាឆ្ងាញ់សាច់ត្រីក្រាញ់ឆ្ងាញ់បងប្អូនហើយគាត់ក៏បានចាប់ចាត់ហើយដល់ពេលក្មួយរបស់គាត់ទិញដីនៅទីនេះទៅគាត់ក៏បានរៀបចំរមើកន្លែងតាដែលគេលក់ត្រីក្រាញ់បងប្អូនគាត់សើតមើលក្នុង Google ទៅឃើញគាត់ក៏បានមកពួកខ្ញុំទៅទិញតែម្ដងចំពោះថៅកែរបស់ខ្ញុំឲ្យតែគាត់ចង់ទិញអ្វីទោះបីជាឆ្ងាយយ៉ាងណាគាត់ក៏ទៅទិញដែរបងប្អូនទោះបីជាតិចឬច្រើនគាត់ក៏ទៅដោយតែគាត់ចង់បានអ្វីគឺលឿនណាស់បងប្អូនចំពោះថៅកែរបស់ខ្ញុំហើយបងគាត់ក៏បានរៀបជូនត្រីក្រាញ់គឺត្រីក្រាញ់ក្នុងមួយថងនេះគឺ200ក្បាលបងប្អូនស្រះរបស់គាត់នេះគឺស្រះធម្មជាតិបងប្អូនហើយនៅស្រះនេះវាមានអាកូនក្អូបបងប្អូនអាកូនកែបតែវានឹងកើតកូនកែបកូនក្អូបគេហៅវាស្រុកខ្ញុំគេហៅថាកូនក្អូបបងប្អូនហើយពេលប្រឡែងត្រីទៅគឺវាស៊ីកូនក្អូបនេះតែម្ដងចំពោះថៅកែខ្ញុំគាត់ក៏ទិញជាចំណីមកផងដែរបងប្អូនចំណីត្រីក៏ទិញមក2ថងផងដែរ2ក្រុងមួយក្រុង1000អញ្ចឹងហើយនឹងមួយក្រុង500បាតផងដែរបើគិតជាលុយខ្មែរយើងគឺ1000អញ្ចឹងស្មើនឹង100000រៀលលុយខ្មែរ100000រៀលជាងបើថា500បាតស្មើនឹង60000រៀលលុយខ្មែរយើងផងដែរហើយបងគាត់ក៏បានចាក់នឹងស្រះបងប្អូនមួយថង200ត្រីជាមួយតែវាធំបងប្អូនគឺអត់មានតិចទេហើយបើថាកន្លែងដែលខ្ញុំទៅទិញថ្ងៃមិញគឺគាត់ចិញ្ចឹមក្នុងមួយស្រះគឺត្រីច្រើនមែនទែនប៉ុន្តែគេដាក់ចំណីច្រើនបងប្អូនត្រីក្រាញ់វាអាចធំដល់1កន្លះគីឡូឬ1ក៏ជិត1គីឡូផងដែរឬបងប្រុសគាត់និយាយដែលនៅលក់ត្រីបងប្អូនហើយថៅកែរបស់ខ្ញុំគាត់បានដាក់ចំណីចំណាប់បានដាក់ចំណីអញ្ចឹងទេបងប្អូនគាត់ប្រឡែងរបៀបធម្មជាតិផងហើយនឹងគាត់ដាក់ចំណីជំនួយសាច់ត្រីវាត្រីធំលឿនផងដែរបងប្អូនហើយស្រះក្មួយរបស់គាត់គឺធំដែរបងប្អូនត្រី2000ក្បាលទៅពេលដាក់ទៅបាត់ត្រីទៅអស់លីងហើយត្រីក៏វាស៊ីអាកូនក្អូបតូចបងប្អូននោះមិត្តល្បិញធឹងស៊ីពេញណាពេញណៃហើយបងគាត់ក៏បានរៀបចំយកចំណីត្រីយកទៅទុកផងដែរនេះគឺជាចំណីត្រីរបស់គេមានចំណីដូចតែដាក់ត្រីដែងត្រីផ្ទក់ត្រីគ្រប់យ៉ាងបងប្អូនត្រីប៉ានីនត្រីអីផងដែរហើយចំពោះពើខៀវនេះគឺមួយក្រុងនេះគឺ1000បាតជាងផងដែរបងប្អូន462គឺ1000បាតជាងបើអានេះខាងនេះបងប្អូនខៀវក្រហមជាស្រ័យផង462គឺ500បាតបើថាខៀវខាងនេះគឺ1000បាតជាងបងប្អូនពោះចំណីនេះគឺគេដាក់តាមពេលវេលារបស់គេផងដែរគេដាក់ដាក់បងគិតលីមុនអានេះដាក់មុនក្រហមដាក់ក្រោយផងដែរហើយសម្រាប់វីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនអរគុណបងប្អូនដែលបានមើលវីដេអូខ្ញុំដល់ចប់